Cha chụp đẹp số bông mai bông ở kia sao bài cha ngày nít dân một mơ pi là biệp cho mua mà đón cha là biệp cha là biệp cho mua cho chưa sao mà chắc cha bận tách là biệp cho mua cho chưa sao mà chắc miên pi tông cha ngày nít nhom số bằng hai tông ti môi sần cha tông ti pi dân nằng một mơ là video cào tiềnสำหรับบางคนដែលចង់មើលវីដេអូរបៀបចុះឈ្មោះឬក៏មានចម្ងល់អីសពបែបយ៉ាងគឺអាចចុចទៅក្នុង YouTube គឺមានទាំងអស់ចា៎ហើយមានហ្នឹងមិនមែនមានតែត្រឹមភាសាខ្មែរទេគឺមានគ្រប់ប្រទេសគ្រប់ភាសាគ្រប់ជនជាតិទាំងអស់ណា YouTube ចានៅក្នុង YouTube មានទាំងអស់ចាមានការពីទំនិញតាមពីផលិតផលតាមពីក្រុមហ៊ុនគ្រប់ភាសារបៀបចុះឈ្មោះគ្រប់ប្រទេសចាគ្រប់ជនជាតិចាគ្រប់ភាសាចាមានទាំងអស់ចាអូខេអញ្ចឹងរបៀបចុះឈ្មោះនេះខ្ញុំសូមបង្ហាញតែតង់ទី1សិនទេហើយវីដេអូក្រោយទៀតយើងនឹងសិក្សាអំពីតង់ទី2របៀបចុះឈ្មោះតង់ទី2ចាអញ្ចឹងយើងចូលទៅក្នុង Google មកចាចូលក្នុង Google មកយើងចុចថា Atomy Cambodia មកនេះគឺជារបៀបចុះឈ្មោះភាសាខ្មែរចាលើក្រោយទៀតខ្ញុំនឹងធ្វើវីដេអូរបៀបចុះឈ្មោះជាភាសាផ្សេងទៀតចាអញ្ចឹងនៅក្នុង Atomy ខ្ញុំបញ្ជាក់ឡើងវិញចំពោះបងប្អូនដែលគាត់ថាAtomy អត់មាននៅស្រុកខ្មែរចាអញ្ចឹងបងប្អូនពេលដែលចុច Atomy នៅក្នុង Google គឺឃើញហើយចាឃើញទីតាំងនៅណាមានលេខទំនាក់ទំនងចាឥឡូវយើងចូលមកវាមានចូលប្រើប្រាស់ចូលជាសមាជិកចាលោកមុនយើងបានមើលវីដេអូរបៀបពីចូលប្រើប្រាស់ចាចូលប្រើប្រាស់ចូលមើលទំនិញ Atomy ថ្ងៃនេះយើងចូលជាសមាជិកចាពេលដែលយើងមានសមាជិកថ្មីយើងត្រូវចុះឈ្មោះឲ្យគាត់ចាឬក៏គាត់ចង់ចុះឈ្មោះចូលជាសមាជិកដោយខ្លួនឯងតើគាត់ត្រូវធ្វើមិនចាយើងមកមើលទាំងអស់គ្នាអញ្ចឹងយើងចុចកន្លែងចូលជាសមាជិកមកណាចាការចូលជាសមាជិកហ្នឹងមកចាហើយធម្មតាពេលដែលយើងចូលទៅក្នុង website Atomy ជាភាសាខ្មែរហ្នឹងគឺចាចេញអក្សរខ្មែរអញ្ចឹងមកហើយយើងចុចលេខសម្គាល់ខ្លួនហ្នឹងលេខសម្គាល់ខ្លួនសមាជិកណាមួយក៏បានចាឬក៏ sponsor យើងក៏បានអត់មានបញ្ហាអីទេចាយើងចុចមកយើងនឹងចាខ្ញុំសុំតោះចុចលឿនពេកចាយើងចុចមួយណាក៏បានដែរអត់សំខាន់ទេយើងថាគ្រាន់តែចូលទៅដើម្បីបានចុះឈ្មោះចាយើងចូលប្រើ password សមាជិកណាមួយក៏បានឬក៏ sponsor យើងណាមួយក៏បានចានេះលេខទូរស័ព្ទខ្ញុំចេញភាសាបារាំងអូតូចាយើងចុចខ្មែរមកវាដូរជាខ្មែរចាអញ្ចឹងមានការចូលជាសមាជិកជនជាតិខ្មែរចាមានអ្នករស់នៅប្រទេសខ្មែរមាន NGO មានអីចឹងណាចាថ្ងៃនេះយើងចូលចុះឈ្មោះជាសមាជិកជនជាតិខ្មែរមែនទេចាយើងចុចមកចាចុចមកចូលជាសមាជិកជនជាតិខ្មែរចាចុចលើហ្នឹងមកហើយវាងាយស្រួលទេគឺយើងចុចកន្លែងចាលោតជាអក្សរបារាំងទៀតហើយយើងចុចយល់ព្រមទាំងអស់និយាយរួមការចុះឈ្មោះជាភាសាខ្មែរឬក៏ជាភាសាជនជាតិអីរបៀបវាតែមួយមិនសូវជាខុសគ្នាហ្មងនេះចាខុសគ្នាតិចតួចចាយើងចូលមកចាចូលមកអូខេយល់ព្រមទាំងអស់មកយើងចុចតែយល់ព្រមទាំងអស់មកណាចាចុចឲ្យខាងលើគេនេះឲ្យលើខាងលើគេមកអស់នេះយល់ព្រមទាំងអស់មកចាយល់ព្រមទាំងអស់យើងចុចបន្ទាប់មកនិយាយរួមការចុះឈ្មោះតង់ទី1ហ្នឹងអត់សូវស្មុគស្មាញទេចាគឺងាយស្រួលមែនតើតោះមកយើងចុចលេខអ្នកណែនាំអញ្ចឹងគេត្រូវតែសួរលេខអ្នកណែនាំឯណាលេខអ្នកណែនាំអ្នកណាគេចាអញ្ចឹងខ្ញុំយកឈ្មោះសមាជិកខ្ញុំម្នាក់យកមកបង្ហាញចាអញ្ចឹងយើងបញ្ជាក់មកចាគាត់ជាអ្នកណាគេចាអូខេអញ្ចឹងបញ្ជាក់ណាចាបញ្ជាក់ complete បញ្ជាក់ហើយជ្រើសរើសមជ្ឈមណ្ឌលចាមជ្ឈមណ្ឌលឈ្មោះអីគេមជ្ឈមណ្ឌលនៅតាមមជ្ឈមណ្ឌលនៅតាមសមាជិកមួយគឺខុសក្រុមមួយគឺខុសគ្នាណាយើងដាក់ឈ្មោះមកដាក់ឈ្មោះដាក់តកូលមកតែប៉ុណ្្នឹងទេចាហើយដាក់ថ្ងៃខែភេទថ្ងៃខែឆ្នាំកំណើតអីចឹងមកណាចាតែប៉ុណ្្នឹងឯងហើយលេខសម្ងាត់យើងបញ្ចូលមកបើសិនជាយើងមានចម្ងល់យើងអាចសួរ sponsor យើងបានដោយសារតែពេលដែលចុះឈ្មោះគឺតែងតែមាន sponsor ចាឬក៏មានក្រុមហ៊ុនបើយើងឆ្ងល់យើងអាចសួរក្រុមហ៊ុនណាចាហើយយើងអាចជ្រើសរើសនឹងឲ្យយើងចុចលេខសម្ងាត់តខ្លួនលេខសម្ងាត់ភ្ញៀវចាលេខសម្ងាត់បញ្ជាក់លេខសម្ងាត់ណាលេខសម្ងាត់ភ្ញៀវមានថាលេខសម្ងាត់របស់យើងហើយយើងជ្រើសនៅខេត្តណាក្រុងណាចាយើងចុចមកចា select យកមកចាហើយយើងជ្រើសរើស site អាហ្នឹងចាយើងជ្រើសរើស site ឋានហើយគេសួរយើងបំពេញ email មកណា email យើង Yahoo ឬក៏ Hotmail អីបើសិនជាយើងឆ្ងល់អីយើងអត់ទាន់ចេះធ្វើអីយើងអាចសួរ sponsor យើងបន្ថែមបានណាចាអញ្ចឹងបើសិនជាយើងមានស្វាមីឬក៏ស្វាមីឬភរិយាអីយើងចង់ឲ្យគាត់ចុះឈ្មោះជាមួយយើងអត់
ចាជាទូទៅគឺស្វាមីនិងភរិយាដល់ពេលដែលគាត់រៀបការហើយគឺតែចុះឈ្មោះប្រើ ID តែមួយទេចាអញ្ចឹងជាពិសេសនៅពេលដែលគាត់មានតំណែងធំឡើងទៅគឺត្រូវតែចុះឈ្មោះក្នុង ID តែមួយចាអញ្ចឹងយើងតែប៉ុណ្្នឹងទេគឺហើយយើងចុចបន្ទាប់មកគឺចាប់តែម្ដងណាចានេះខ្ញុំគ្រាន់ធ្វើខ្លីៗទេហើយបើសិនជាបងប្អូនមានចម្ងល់អីអាចសួរបញ្ជាក់ឡើងបានចាមែនទេចាងាយស្រួលមែនតើចាមានពិបាកទេឃើញទេតាមផ្លែតហើយគ្រាន់តែបំពេញឈ្មោះតកូលអាស័យដ្ឋានចាតែប៉ុណ្្នឹងឯងចាអូខេមានពិបាកទេណាចាបើសិនជាមានចម្ងល់ទេអាចសួរខ្ញុំបន្ថែមបានបន្ទាប់ពីចប់វីដេអូមួយនេះហើយយើងនឹងមកមើលពីវីដេអូក្រោយៗទៀតដែលតកតងនឹងការចុះឈ្មោះជាភាសាផ្សេងហើយនឹងតង់ទី2ចាព្រោះឯការចុះឈ្មោះមានតង់ទី1តង់ទី2ណាចាអូខេអរគុណច្រើនជម្រាបលាសុខសប្បាយជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតណា